ខ្ញុំអត់សូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាននៅក្នុងថ្ងៃនេះពុកម៉ែមីងគឺខ្ញុំបានមានសបិនខ្លីមួយដែរចែកជូនដល់ពុកម៉ែមីងបានទៅនៅក្នុងសបិនរបស់ខ្ញុំហ្នឹងគឺតកតងជាមួយនឹងនឹងរៀនអីចឹងណាប៉ុន្តែខ្ញុំផ្ញើគេឲ្យទិញរបស់អីឲ្យខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំផ្ញើហ្នឹងទិញដូចជានំប៉័ងប៉ុន្តែមានក្លាសេតកកមកពុកម៉ែមីងមកគេក្លាសេតកកយើងដល់ពេលទៅខ្ញុំក៏ឲ្យលុយទៅគេប៉ុណ្្នឹងសួរគេថាអស់ម៉ានហើយគេសញ្ញាច្បាស់គឺលើតាម9ខ្ញុំសួរ9ពួនម៉ែអត់មកថា19000ម៉ែអត់មកដល់ចុងក្រោយគេទៅសេលេខឲ្យខ្ញុំអស់39000ពុកម៉ែមីងបាទអស់39000ហ្នឹងហើយអញ្ចឹងខ្ញុំក៏រាប់លុយរាប់អីឲ្យគេទៅបាទហើយក៏បាទបញ្ចប់តាមប៉ុណ្្នឹងទៅបាទថ្ងៃហ្នឹងមានប៉ុណ្្នឹងចែកជូនដល់កាន់ពុកម៉ែមីងបាទជូនពរពុកម៉ែមីងសូមឲ្យហេងទាំងអស់គ្នា